អកដំបងពីប្រខារីស្វាយរៀងគ្រីស្ទៀនឆក់បាល់បានពីខ្សែការពារហើយក៏អស់ចូលក្នុងប្រអប់គ្រោះថ្នាក់សុទ្ធមួយជើងស្ដាំសម្ដៅទីប៉ុន្តែបាល់ខុសគោលដៅបុកជាមួយនឹងសំណាញ់ទីខាងក្រៅឯនោះវិញទេស្ដាយមែនទែនគ្រីស្ទៀនបាទឱកាសកាត់ចូលមកខាងក្នុងជាបន្តខ្សែការពារឆក់បាល់បានឃ្លៀតាណាមិនទាន់ឆ្ងាយបាទឃ្លៀមួយជើងទៀតក៏តាក់ជាមួយនឹងខ្សែការពារគ្នាឯងទុកឲ្យគ្រីស្ទៀនជាអ្នកសុទ្ធមួយជើងស្ដាំនេះបើកោនាំមុខមួយទល់នឹង0ឲ្យក្រុមម្ចាស់ផ្ទះប្រខារីស្វាយរៀងនាំមុខទៅលើក្រុមភ្ញៀវ Nagawal ធ្វើបានសម្រេចដោយកីឡាករ Christian Dos Santos បាទកន្លែងនេះខ្សែការពារក៏ឃ្លៀតាណាមិនទាន់ឆ្ងាយក៏បុកជាមួយនឹងខ្សែការពារគ្នាឯងបាទស៊ីដានក៏ទុកឲ្យ Christian ជាអ្នកសុទ្ធមួយជើងនេះផុតជាមួយនឹងដៃអ្នកចាំទី Redley Heng មិនអាចជួយសង្គ្រោះបាននោះទេសិតរ៉ូស៊ីបបាញ់បាល់ឆ្ងាយសម្ដៅមករក Nick Taylor បាទ Nick Taylor រត់ដេញបាល់ទាន់ហើយក៏កាត់ចូលក្នុងប្រអប់គ្រោះថ្នាក់បានយ៉ាងល្អតែតមួយក្បាលពីខ្សែការពារប៊ីសនឹងអូនគោលទៀតបាទបាល់នេះដោយសារបានរបាទីជាអ្នកជួយឱកាសវាយបកត្រឡប់ទៅវិញពីខាង Nagawal សស៊ីហាក៏ទម្លាក់មកឲ្យកីឡាករ Hugo Kamentani ក៏សុទ្ធមួយជើងស្ដាំនេះខុសគោលដៅចេញទៅខាងក្រៅបញ្ចប់វគ្គទី1ក្រុមម្ចាស់ផ្ទះប្រខារីស្វាយរៀងបាននាំមុខទៅលើក្រុមភ្ញៀវ Nagawal 1-0ចូលមកដល់វគ្គទី2ក្រុមទាំងពីរនៅតែបន្តដាក់សម្ពាធទៅលើគ្នាទៅវិញទៅមកការសុទ្ធមួយជើងនេះហើយពីកីឡាករ Hugo Kamentani ធ្វើឲ្យក្រុមភ្ញៀវ Nagawal តាមស្មើក្រុមម្ចាស់ផ្ទះប្រខារីស្វាយរៀងបាទ Hugo សុទ្ធមួយជើងស្ដាំនេះគ្មានសល់ទេបាទអ្នកចាំទីវីរៈតារាមិនអាចជួយសង្គ្រោះបាននោះទេបាទ1-1ពី Nagawal ឱកាសក្នុងការលើកបាល់ជ្រុងពីកីឡាករញៀនសុស៊ីដានកាត់ចូលក្នុងប្រអប់គ្រោះថ្នាក់បានល្អមែនទែនតែទម្លាក់ពីសេរីក្រិយាសើវិសាលសុទ្ធមួយជើងស្ដាំនេះរំលងរបាទីចេញទៅខាងក្រៅឱកាសទៅជាបន្តជូស៊ីទីក៏កាត់មកឲ្យប៊ុនផាច័ន្ទសុទ្ធមួយជើងស្ដាំនេះបាទខុសគោលដៅតែបន្តិចទេបាទស្ទើរតែមានគ្រាប់ទី2កាត់ឡើងទៅហើយស្វាយរៀងព្យាយាមដាក់សម្ពាធបន្តទៅវិញមួយសារទៀតកាត់ចូលមកខាងក្នុងពីប៊ុនផាច័ន្ទប៊ុនកងទៅសកីឡាករណេតសធិរតជាអ្នករៀងសំណាញ់ទីឱកាសត្រង់នេះលេងបាល់ជ្រុងខ្លីៗទម្លាក់ជាបន្តមកឲ្យញៀនសុស៊ីដានក៏លើកចូលមកត្រង់នេះទះចេញពីអ្នកចាំទី Redley Heng អូដាវរ៉ាបន្ថែមមួយជើងស្ដាំនេះចូលគ្រាប់ទី2ក្រុមការងារគ្រូបវឹកក៏ដូចជាកីឡាករបំរុងរត់ចូលក្នុងទីលានទាំងអស់តែម្ដងបាទគ្រាប់បាល់នេះហើយដែលធ្វើឲ្យក្រុមបាល់ទាត់ព្រះអាខារីស្វាយរៀងក្លាយជាជើងឯកលីកកំពូលកម្ពុជានៅក្នុងរដូវកាលនេះតែម្ដងបាទគ្រប់គ្រងគឺពិតជាសប្បាយរីករាយមែនទែនយើងមកមើលឱកាសកន្លែងនេះសារថ្មីម្ដងទៀតបាទស៊ីដានគាត់លើកមួយជើងឆ្វេងមកនេះអ្នកចាំទី Redley Heng ទះទៅដល់ជើងអូដាវរ៉ាល្មមបាទមួយជើងនេះអ្នកចាំទីមិនដឹងទៅចាប់ឯណាទេបាទអ្នកចាំទីគាត់អស់ចំហនឹងការជួយសង្គ្រោះបាល់របស់ស៊ីដានទៅហើយអញ្ចឹងហើយអបអរសាទរសម្រាប់ប្រខារីស្វាយរៀងផង